បាកងតូចគឺជាពេលវេលាមួយដែលកូននៅជាមួយយើងច្រើនអញ្ចឹងគឺពេលនោះយើងអត់ត្រូវផ្ដេសផ្ដួលថាគាត់សម្រាកពីការរៀនយើងប្រឡែងដៃទេអញ្ចឹងយើងត្រូវជួយគាត់បន្ថែមនៅផ្ទះពីព្រោះកាលណាដែលយើងផ្ដេសផ្ដួលលើគ្រូពេកគឺកូនរបស់យើងហ្នឹងគឺគាត់ភ្លេចហើយជាស្ដែងដូចក្មួយរបស់ខ្ញុំហ្នឹងគឺគាត់បានទៅនៅជាមួយយាយខាងម្ដាយរបស់គាត់ណាគាត់ទៅនៅការថ្នាក់ទី1ហ្នឹងគាត់រៀនគ្រាន់ទេប៉ុន្តែពេលដែលគាត់ទៅនៅទៅក៏គាត់ត្រឡប់មកវិញមកនៅជាមួយនឹងខាងលពុកម្ដងតែការរៀនសូត្ររបស់គាត់ណាគឺខ្សោយមែនទែនគាត់គឺបងកូនខ្ញុំតែគាត់អត់ចេះអានទេហើយយើងត្រូវបរៀនគាត់អក្សរសឡើងវិញឲ្យមានរបៀបនឹងឲ្យបានត្រឹមត្រូវហើយពាក្យពិបាកគឺគាត់មិនដែលបានបន្ទុកទេអញ្ចឹងគឺខ្ញុំគិតថាអ្នកគ្រូក៏ពិបាកក្នុងការបរៀនខ្លាំងមែនទែនដោយសារតែគាត់គឺខ្វះគ្រឹះពីក្រោមចឹងហើយតួនាទីហ្នឹងគឺយើងជាអាណាព្យាបាលត្រូវជួយគាត់ចឹងការបង្កើតកូនមកគឺងាយស្រួលទេប៉ុន្តែការចិញ្ចឹមឲ្យគាត់មានចំណេះដឹងពេញលេញខ្លាចជាមនុស្សល្អក្នុងសង្គមអានឹងគឺរឿងពិបាកមែនទែនចឹងគ្រាន់តែសារឲ្យបងប្អូនទាំងអស់គ្នាគិតគូរដល់កូនពេលកំឡុងពេលបាកងនេះបងប្អូនគួរតែឆ្លៀតបរៀនគាត់នៅផ្ទះចឹងដោយកូនរបស់ខ្ញុំហ្នឹងគឺខ្ញុំតែងតែឆ្លៀតនិយាយទៅតនេពេលណាគឺបរៀនពេលនោះជួនកាលខ្ញុំកំពុងដាំបាយក៏ខ្ញុំឆ្លៀតឲ្យគាត់អានដែរដោយសារតែខ្ញុំអត់សូវមានពេលវេលាច្រើនចឹងហើយពេលយើងឆ្លៀតបានពេលណាគឺយើងធ្វើកុំចាំល្ងាចស្អែកព្រឹកពាក្យថាចាំហ្នឹងគឺមិនដែលបានដូចបំណងទេចឹងកូនយើងគឺអនាគតរបស់គាត់សំខាន់ណាស់ចឹងខ្ញុំក៏អរគុណដល់អ្នកគ្រូសុទុំដែរដែលគាត់តែងតែបរៀនកូនខ្ញុំក៏ដូចជាក្មួយរបស់ខ្ញុំគឺអរគុណមែនទែនដែលគាត់បរៀននិយាយទៅរៀនគួររៀនអីគឺគាត់ដែរយកលុយទេអរគុណទឹកចិត្តដ៏ល្អរបស់អ្នកគ្រូហើយចំណែកកូនរបស់ខ្ញុំទូចមួយនេះគឺចាប់ផ្ដើមបរៀនដែរកាលមុនគឺខ្ញុំយកគាត់ទៅដាក់សាលាដែរតែដោយសារតែខ្លះគាត់លពឹសពេកចឹងទៅខ្ញុំអត់មានពេលខ្ញុំយកដាក់បានមួយរយៈដែរហើយក៏បរៀនខ្លួនឯងនៅផ្ទះខ្លះដែរនិយាយទៅការបរៀននៅផ្ទះគឺយើងបរៀនគេហៅថាម៉ែមួយកូនមួយឬមួយក៏ដូចខ្ញុំហ្នឹងគឺមានកូនច្រើនផ្សេងទៀតប៉ុន្តែក៏ខ្ញុំឆ្លៀតបរៀនគាត់ដែរអញ្ចឹងគឺអត់បរៀនអីច្រើនទេបងប្អូនសម្រាប់ក្មេងតូចដូចគាត់ហ្នឹងឲ្យគាត់ចេះកាន់គាត់គូសវាមិនក៏គូសទៅបងប្អូនឃើញគាត់កាន់តាណូងឯងអញ្ចឹងគាត់អាចគូសតាមចំណង់ចំណូលចិត្តខ្មៅដៃអីកាន់អីបងប្អូនឲ្យគាត់គូសលេងចុះអញ្ចឹងគាត់នឹងអាចចូលសាលាទៅគាត់ចេះកាន់បានត្រឹមត្រូវអញ្ចឹងដូចគាត់គូសវាអីគូសចុះដូចខ្ញុំអញ្ចឹងគឺសភៅណាចាស់ចាស់អីគឺខ្ញុំឲ្យគាត់គូសលេងហើយនិយាយទៅការមើលក្មេងគឺពិបាកទាមទារការព្យាយាមអញ្ចឹងយើងត្រូវចូលរួមជាមួយនឹងលោកគ្រូអ្នកគ្រូទើបទទួលបានប្រសិទ្ធភាពខ្ពស់ហើយសម្រាប់សុខភាពមិត្តថ្មិញក៏សំខាន់ដែរអញ្ចឹងមិនថាជាលោកគ្រូអ្នកគ្រូកូនយើងក៏ដោយយើងជាអ្នកប្រស្រ័យទាក់ទងធម្មតាក៏ដោយអញ្ចឹងសុខភាពមិត្តថ្មិញគឺសំខាន់ណាស់ព្រោះភាសាទំនាក់ទំនងនិយាយទៅវិញទៅមកតែងតែចង់បានក្លិនបរិសុទ្ធអញ្ចឹងគឺយើងត្រូវដុសធ្មេញជាប្រចាំហើយថ្នាំដុសធ្មេញទាំងអស់នេះជាថ្នាំដុសធ្មេញមួយដែលមានស្តង់ដារត្រឹមត្រូវពីប្រទេសកូរ៉េហើយគឺវាជួយបញ្ហាមិត្តធ្មេញបានច្រើនអញ្ចឹងបងប្អូនអាចទិញបានក្នុងតម្លៃតែជាង 10000 រៀលទេហើយគឺវាមានចំណុះច្រើនគុណភាពល្អស្តង់ដារអញ្ចឹងបងប្អូនអាចធ្វើការជាវបានហើយប្រភេទថ្នាំដុសធ្មេញជីអង្កាមនេះរាងថ្លៃជាងថ្នាំដុសធ្មេញឃ្មុំបន្តិចតែគុណភាពរបស់វាក៏ដបេះដែរ